ការទូទាយ10យ៉ាងសម្រាប់ឆ្នាំ2026របស់លោកយាយ Baba Vanga ខាងក្រោមនេះគឺជាការទូទាយនិងបកស្រាយលម្អិតទាំង10តើមានអ្វីខ្លះសូមទស្សនាទាំងអស់គ្នា 1. សង្គ្រាមធំក្នុងអឺរ៉ុបលោកយាយ Baba Vanga បានទូទាយថានៅឆ្នាំ2026អឺរ៉ុបអាចនឹងក្លាយជាមជ្ឈមណ្ឌលសង្គ្រាមថ្មីមានន័យថាមិនមែនសង្គ្រាមតូចៗទេប៉ុន្តែជាជម្លោះដែលអាចពាក់ព័ន្ធនឹងប្រទេសជាច្រើនសង្គ្រាមនេះមិនត្រឹមតែប្រើអាវុធយោធាប៉ុន្តែរួមមានសង្គ្រាមសេដ្ឋកិច្ចសង្គ្រាមព័ត៌មាននិង Cyber War ប្រជាជនស៊ីវិលរងផលប៉ះពាល់ខ្លាំងជាងយោធាលោកយាយ Baba Vanga ជឿថាអឺរ៉ុបនឹងមិនដុតមុនទេបន្ទាប់ពីឆ្នាំ2026 2. ប្រជាជនអឺរ៉ុបថយចុះលោកយាយបានព្រមានថាអឺរ៉ុបអាចនឹងប្រឈមវិបត្តិប្រជាសាស្ត្រមានន័យថាសង្គ្រាមបូកជំងឺបូកការចំណាក់ស្រុកមនុស្សវ័យក្មេងចាកចៃអត្រាកំណើតធ្លាក់ចុះប្រទេសខ្លះអាចខ្វះកម្លាំងពលកម្មយ៉ាងធ្ងន់ធ្ងរវិបត្តិសេដ្ឋកិច្ចពិភពលោកយាយ Baba Vanga បានទូទាយថាឆ្នាំ2026គឺជាឆ្នាំលំបាកផ្នែកលុយកាក់មានន័យថាតម្លៃអាហារនិងថាមពលឡើងខ្ពស់លុយក្រដាសអាចបិទតម្លៃប្រជាជនជាច្រើនធ្លាក់ចូលភាពក្រីក្រប្រទេសខ្លះអាចជួបវិបត្តិបំណុលធ្ងន់លោកយាយបាននិយាយថាមនុស្សនឹងដឹងថាលុយមិនមែនជាអ្វីគ្រប់យ៉ាង AI និងបច្ចេកវិទ្យាលោកយាយ Baba Vanga បានទូទាយថាអំពីម៉ាស៊ីនឆ្លាតវៃគ្រប់គ្រងជីវិតមនុស្សមានន័យថា AI ជំនួសការងារមនុស្សជាក្រាំងមនុស្សពឹងផ្អែកលើបច្ចេកវិទ្យាខ្លាំងមានការភ័យខ្លាចថា AI អាចគ្រប់គ្រងព័ត៌មាននិងការសម្រេចចិត្តសំណួរធំមួយសួរថាមនុស្សគ្រប់គ្រង AI ឬ AI គ្រប់គ្រងមនុស្សជំងឺថ្មីលោកយាយ Baba Vanga បានព្រមានថានៅឆ្នាំ2026នឹងមានជំងឺថ្មីមួយមិនធ្ងន់ធ្ងរដោយ COVID-19 ទេប៉ុន្តែប៉ះពាល់ដល់ប្រព័ន្ធដង្ហើមបង្កឲ្យមនុស្សភ័យខ្លាចឡើងវិញប្រទេសត្រូវរៀនរស់ជាមួយជំងឺនេះបង្ហាញថាពិភពលោកនៅតែមិនទាន់ស្ថិរភាពគ្រោះធម្មជាតិឆ្នាំ2026នឹងមានគ្រោះធម្មជាតិខ្លាំងជាងមុនទឹកជំនន់ធំភ្លើងឆេះព្រៃរញ្ជួយដីកម្ដៅខ្លាំងខុសធម្មតាលោកយាយ Baba Vanga ជឿថាធម្មជាតិកំពុងសងសឹកចំពោះការបំផ្លាញរបស់មនុស្សវិបត្តិនយោបាយលោកយាយបានទូទាយថាប្រទេសអំណាចធំនឹងមានភាពចលាចលនយោបាយដូចជាបាតុកម្មប្រឆាំងរដ្ឋាភិបាលបែកបាក់គំនិតជាតិនិយមប្រជាជនបាត់បង់ទំនុកចិត្តលើអ្នកដឹកនាំវិទ្យាសាស្ត្ររីកចម្រើនលោកយាយ Baba Vanga ក៏បានទូទាយថាអំពីការរីកចម្រើនផ្នែកវិទ្យាសាស្ត្រមានដូចជាបាលលោកជំងឺមហារីកខ្លះបានតែមិនមែនគ្រប់ជំងឺទាំងអស់ទេពន្យឺអាយុមនុស្សប្រើបច្ចេកវិទ្យាថ្មីក្នុងការព្យាបាលនេះគឺជាសញ្ញាបញ្ជាក់ថាមនុស្សនៅតែមានសេចក្តីសង្ឃឹមមនុស្សត្រឡប់តែជឿលើជំនឿនិងសុបិនលោកយាយ Baba Vanga បាននិយាយថាមនុស្សនឹងចាប់ផ្ដើមជឿលើសុបិនវិញ្ញាណនិងទុតិយមានន័យថាពេលពិភពលោកច្របូកច្របល់មនុស្សស្វែងរកអត្ថន័យជីវិតសុបិនត្រូវមនុស្សយល់ថាជាសារប្រាប់ដំណឹង2026ពិភពលោកប្លែកជាងមុនលោកយាយ Baba Vanga ជឿថាឆ្នាំ2026គឺជា turning point មានន័យថាពិភពលោកមិនត្រឡប់ទៅដូចមុនទៀតទេមនុស្សត្រូវរៀនរស់ជាថ្មីតម្លៃជីវិតក្តីស្រឡាញ់និងសន្តិភាពក្លាយទៅជារឿងសំខាន់ជាងលុយចំណាំនេះគឺជាការទូទាយនិងជំនឿមិនមែនជាការពិតនៃវិទ្យាសាស្ត្រទេសូមទស្សនាដោយការវិភាគបើមានមតិយោបល់កុំភ្លេច comment ខាងក្រោមវីដេអូចុច like និង subscribe ម្នាក់មួយផងដើម្បីទទួលវីដេអូថ្មីពី Channel ដឹងតិចអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយហេងទាំងអស់គ្នា